ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះនឹងបង្ហាញអំពីរបៀបធ្វើស៊ុបបង្គាដ៏ឆ្ងាញ់ពិសាប៉ុន្តែមុននឹងអធិប្បាយសូមពុកម៉ែបងប្អូនជួយ Subscribe Channel ម្នាក់មួយផងទុកជាការរាប់អានសូមអរគុណទុកជាមុនអញ្ចឹងការធ្វើស៊ុបបង្គានេះយើងមានបង្គាជាតួឯកយើងមានបង្គាកូនយើងមានទឹកដូងបាទដូងមួយផ្លែឬក៏ពីរផ្លែហើយយើងមានបន្លែត្រកួនស្ពៃបូកូស្ពៃទឿនិងផ្សិតម្ជុលនេះគឺឆ្ងាញ់ណាស់ខ្ញុំចូលចិត្តបាទអញ្ចឹងឥឡូវហ្នឹងគឺយើងចាប់ផ្ដើមចាក់ទឹកដូងចូលក្នុងឆ្នាំងដើម្បីដាំវាឲ្យពុះងាស់វាឲ្យពុះអញ្ចឹងណាហើយបន្តមកទៀតយើងនឹងបន្ថែមគ្រឿងផ្សេងមានដូចជាម្សៅស៊ុបប៊ីចេងស្ករទឹកត្រីតិចទៅតាមចំណង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនហើយយើងដាក់បង្គាចូលទៅស្ងោរវាតែម្ដងបាទអញ្ចឹងយើងដាក់វារងាស់ 4-5 នាទី10នាទីដើម្បីឲ្យបង្គានឹងឡើងប្រែពណ៌ហើយប្រភរិយារបស់ខ្ញុំនឹងគឺគាត់បន្ថែមបង្គាកូនគាត់ចង់បន្ថែមបង្គាកូនគាត់ចង់ញ៉ាំហ្នឹងណាអញ្ចឹងបន្ថែមរសជាតិបង្គាកូនបន្ថែមទៀតហើយយើងចាក់វាបំបែកទៅហើយបន្តមកទៀតគឺយើងបន្ថែមផ្សិតម្ជុលយកទៅដាក់នៅក្នុងឆ្នាំងនឹងហើយស្ពៃបូកូស្ពៃទឿនិងត្រកួនដាក់នៅក្នុងឆ្នាំងទឹកស៊ុបនឹងតែម្ដងបាទហើយទឹកស៊ុបណាបើសិនបងប្អូនមានដូងពីរនិយាយទៅប្រើទឹកដូងសុទ្ធហ្មងអត់លាយទឹកដូចខ្ញុំលាយទឹកដោយសារតែកាប់ដូងទៅកូនគាត់យកហូបបាទគាត់យកហូបចឹងសល់ពាក់កណ្ដាលអញ្ចឹងយើងខ្វះទឹកដូច្នេះយើងប្រគ្រប់ទឹកបាទប្រគ្រប់ទឹកដោយសារយើងចាក់ទឹកសុទ្ធបន្ថែមទៀតទៅអញ្ចឹងឥឡូវនេះមើលទៅស៊ុបរបស់យើងទំនងឆ្ងាញ់ហើយយើងបានបន្ថែមគ្រឿងក្រៅគ្រឿងទេសផ្សេងគ្រប់គ្រាន់ហើយតែនៅពេលឪពុកម៉ែបងប្អូនធ្វើយើងភ្លក់ទៅខ្វះអំបិលខ្វះប៊ីចេងឬក៏ខ្វះអីឬនិយាយទៅថាតម្រូវទៅតាមចិត្តរបស់បងប្អូនគឺបងប្អូនពុកម៉ែបងប្អូនបន្ថែមគ្រឿងទេសទៅតាមនឹងទៀតទៅបាទហើយនេះខ្ញុំមានដាក់មីបាទប្រហែលជាបើខ្ញុំយកមីក៏ទិញមីដុំបាទមីដុំនឹងយកមកដាក់បន្ថែមរសជាតិគាត់ល្ងាចអញ្ចឹងគាត់អត់ចង់ហូបបាយទេបាទគាត់ហូបដាក់មីនឹងប៉ុណ្ណឹងគឺឆ្អែតតែម្ដងឥឡូវនេះដល់ពេលវេលាសម្រាប់ភរិយារបស់ខ្ញុំភ្លក់នៅស៊ុបនេះជូនពុកម៉ែបងប្អូនទស្សនាកំសាន្តអារម្មណ៍ក្រោយពីសម្រាប់ពីការងារហើយភរិយារបស់ខ្ញុំនឹងគាត់បានរវល់នឹងការងារហើយខ្ញុំក៏រវល់ដែរតែនឹកឃើញចង់ហូបស៊ុបមិនដឹងទៅជាទៅទិញស៊ុបនៅណាពេលយប់ទៅហើយនោះអញ្ចឹងភរិយាខ្ញុំក៏ចាប់ផ្ដើមបើកទូទឹកកកបាទបើកទូទឹកកកយកបន្លែយកបង្គាយកប្រហិតផ្សេងយកមកធ្វើតែម្ដងហើយយើងធ្វើលឿនទេដោយសារតែគ្រឿងផ្សំផ្សេងហ្នឹងគឺយើងបានបញ្ឆោតទុកពីថ្ងៃសម្រាប់ពេលយប់ហ្នឹងហើយនៅពេលនេះបុកម៉ែបងប្អូនបានឃើញហើយឥឡូវភរិយារបស់ខ្ញុំភ្លក់បង្គាមើលបាទបង្គាដែលវានៅក្នុងឆ្នាំងទឹកស៊ុបហ្នឹងរសជាតិឆ្ងាញ់ហើយបើបានហត់ទឹកស៊ុបនឹងផ្ទាល់មាត់ទៀតមិនដឹងជាឆ្ងាញ់យ៉ាងណាទេពុកម៉ែបងប្អូនសូម្បីតែខ្ញុំកំពុងតែថតជូនគាត់ហ្នឹងណាគឺខ្ញុំមានអារម្មណ៍ទទួលអារម្មណ៍ពីក្លិនទឹកស៊ុបហ្នឹងគឺគួរឲ្យចង់ញ៉ាំមែនទែនហ្នឹងហើយក៏ប៉ុន្តែអត់ទាន់បិទកាមេរ៉ាទេគឺខ្ញុំដាក់កាន់កាមេរ៉ាទៅពេលអញ្ចឹងនៅមើលគាត់សិនបាទមើលគាត់សិនហើយកូនទាំងពីរនាក់ហ្នឹងក៏ចង់ញ៉ាំដែរក៏ប៉ុន្តែវាអត់ទាន់ត្រជាក់ហ្នឹងហើយទុកឲ្យត្រជាក់បន្តិចហើយនឹងឲ្យកូនទាំងពីរនឹងញ៉ាំតែម្ដងបាទតមកទៀតមីនេះពុកម៉ែបងប្អូនមីហ្នឹងគឺឆ្ងាញ់មែនតែម្ដងបាទខ្ញុំចូលចិត្តណាបាទមីនឹងចូលចិត្តមែនតើអត់តែមានស៊ុបខ្ញុំទិញតែមីនឹងយកមកដាក់ដើម្បីហូបទេក្នុងស៊ុបហ្នឹងបាទពុកម៉ែបងប្អូនបានហូបស៊ុបនេះដោយផ្ទាល់ខ្លួនឯងមិនដឹងថាជាតិយ៉ាងណាតែម្ដងបាទរហូតទៅដល់គេនិយាយពាក្យថាអូជាតិម៉ែជាតិដែរប្រពន្ធរបស់ខ្ញុំណាគាត់ថាអូជាតិម៉ែជាតិដែរបាទឥឡូវហ្នឹងគឺស៊ុបហ្នឹងល្មមនឹងត្រជាក់សម្រាប់កូនញ៉ាំហើយខ្ញុំឲ្យកូនញ៉ាំនឹងតែម្ដងបាទមិនចាំបាច់ដួសដាក់ចានអីច្រើនទេចូលញ៉ាំនឹងតែម្ដងទៅយើងញ៉ាំបែបគ្រួសាររបស់យើងណាគ្រួសារទូចនៅទីជនបទរបស់យើងហើយកូនខ្ញុំក៏ចង់ភ្លក់មីនឹងដែរសុំម៉ាក់ភ្លក់មីនឹងមើលមីនឹងវែងដោយសារតែ
មាននឹងដោយសារតែភរិយាខ្ញុំគាត់អត់បានកាច់ឲ្យខ្លីកាត់ឲ្យខ្លីអញ្ចឹងយើងចង់ដាក់វែងចង់ដាក់ខ្លីសាច់តែយើងទេបាទឥឡូវនេះកូនស្រីពៅរបស់ខ្ញុំចាប់ផ្ដើមភ្លក់ហើយគាត់លើកមីឡើងវ៉ាវ so long so yummy ជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ក៏សូមជួយ Subscribe Channel នេះម្នាក់មួយផងសូមអរគុណទុកជាការរាប់អាន